ផលប្រយោជន៍នៃការដាច់ដៃមនុស្សដែលដាច់ដៃមិនដែលសួរខ្លួនឯងនៅសំណួរចំឡើយតើមានអ្វីខ្លះនៅក្នុងស្ថានភាពដាច់ដៃនេះដែលធ្វើឲ្យខ្ញុំចូលចិត្តមានគុណសម្បត្តិមួយចំនួននៅក្នុងស្ថានភាពជាអ្នកដាច់ដៃឧទាហរណ៍ខ្ញុំអាចស្រមៃឃើញសូគីឡៃឃើញព្រះជាម្ចាស់ស្រឡាញ់ខ្ញុំភាពក្រីក្រគឺជាប្រសិទ្ធពរជ័យដែលព្រះជាម្ចាស់ផ្ដល់ជាមេរៀនខ្ញុំអាចឈរជើងនៅក្នុងក្រុមមនុស្សកាងបានបើខ្ញុំនៅតែក្រដូចនេះខ្ញុំនឹងមិនមានអារម្មណ៍ខ្មាស់អៀននៅក្នុងចំណោមពួកគេឡើយខ្ញុំនឹងទទួលបានក្តីអាណិតអាសូរពីអ្នកដទៃខ្ញុំមិនចាំបាច់ពិបាកដាក់វិន័យលើខ្លួនឯងឡើយព្រោះភាពជោគជ័យតែងត្រូវការវិន័យហើយភាពក្រីក្រមិនត្រូវការវិន័យអ្វីទេខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរទម្លាប់អ្វីទេហើយកាន់តែពិសេសជាងគេបំផុតនោះគឺខ្ញុំអាចចោទប្រកាន់ឬស្ដីបន្ទោសអ្នកដទៃជាពិសេសគឺរដ្ឋាភិបាលបើយើងស្មោះត្រង់យើងប្រហែលជាទទួលស្គាល់ការពិតថាភាពក្រីក្រឬភាពដាច់ដៃគឺសមនឹងខ្លួនឯងមែនព្រោះយើងខ្លាចលំបាកខ្ជិលឬមិនហ៊ានផ្សងព្រេងមិនមានមនុស្សច្រើនទេដែលហ៊ាននិយាយការពិតថាខ្លួនបានជ្រើសរើសយកភាពក្រីក្រប៉ុន្តែបញ្ជីខាងលើមើលទៅដូចជាលើកកម្លាំងចិត្តណាស់មែនឬទេគ្រប់ទង្វើដែលយើងធ្វើគឺសុទ្ធតែបង្កើតផលរបស់វារៀងៗខ្លួនរាប់បញ្ចូលទាំងផលក្រីក្រផងដែរផ្នត់ជំនឿអំពីរឿងលុយកាក់របស់ឪពុកម្ដាយយើងតើឪពុកម្ដាយយើងចូលចិត្តនិយាយភាសាដូចជាលុយងាយស្រួលរកណាស់កំព្រួយយើងមានលើសតម្រូវការជានិច្ចពេលណាយើងចាយលុយនេះលុយច្រើនទៀតនឹងហូរចូលមកឬក៏ឪពុកម្ដាយរបស់យើងចូលចិត្តនិយាយភាសាខាងក្រោមនេះជាងលុយគឺជាឫសគល់នៃភាពអពមង្គលទាំងឡាយយើងគ្មានលទ្ធភាពទេលុយមិនមែនដោះនៅលើដើមឈើទេប្រសិនបើអ្នកបានសាំជាមួយនឹងភាសានៅក្នុងបញ្ជីទី2ច្រើនជាងទី1ផ្នត់ជំនឿឪពុកម្ដាយរបស់អ្នកទាំងអស់នេះបានក្លាយជាការពិតរបស់អ្នករួចទៅហើយការលំបាកលំបិនរបស់ពួកគាត់បានក្លាយជាការលំបាកលំបិនរបស់អ្នកចូលក៏មានអារម្មណ៍ខ្មាស់អៀននឹងលុយកាក់មនុស្សភាគច្រើនមានភាពអៀនខ្មាស់ណាស់ពេលនិយាយរឿងលុយគឺខ្មាស់ខ្លាំងជាងការនិយាយអំពីរឿងរោងភេទទៅទៀតតើអ្នកធ្លាប់កត់សម្គាល់ដែរឬទេថាតើវាលំបាកប៉ុណ្ណាពេលឲ្យលុយទៅមនុស្សមួយចំនួនពួកគេគឺដូចជាមនុស្សឈួតអញ្ចឹងអត់ទេមិនចាំបាច់ទេខ្ញុំមិនត្រូវការវាទេប៉ុន្តែអ្នកបានដឹងច្បាស់ថាពួកគេកំពុងតែរស់នៅក្នុងភាពដាច់ដៃហូបតែនំប៉័ងក្លែមជាមួយនឹងទឹកសាបពួកគេធ្វើរឹកបែបនេះព្រោះពួកគេអៀនខ្មាស់ឬក៏ខ្មាស់អៀនខ្លាំងណាស់ពួកគេឈឺចិត្តដូចត្រូវគេមើលងាយពេលលូកដៃយកលុយរបស់គេខ្ញុំមិនត្រូវការលុយរបស់អ្នកទេខ្ញុំមានហើយមិនអីទេមានគ្នាយើងមួយចំនួនតាំងចិត្តមិនតិចទេនៅពេលនិយាយអំពីលុយម្ដងយើងឲ្យមិត្តម្នាក់ខ្ចីលុយមួយចំនួនហើយដល់ពេលត្រូវការលុយវិញយើងមិនដឹងថាត្រូវទារវាមកវិញយ៉ាងម៉េចឡើយឯងដឹងហើយថាឯងនៅចាំទេណែហើយមិនអីទេណាមួយគ្នាមិនទាន់ត្រូវការវាចាំបាច់នៅឡើយហើយវាគ្មានបញ្ហាទេបើតើគ្នាគួរនិយាយថាម៉េចទៅគ្នាគ្រាន់តែឆ្ងល់ថាគឺយើងមិនហ៊ាននិយាយចំថាថ្ងៃណាឯងសងលុយអញវិញនោះឡើយបើសិនបើអ្នកមានការងារដែលធ្វើឲ្យអ្នកមិនស្រួលក្នុងចិត្តឬមានទំនាក់ទំនងដែលធ្វើឲ្យរកាំរកោសចិត្តមិនយូរមិនឆាប់ទេអ្នកនឹងចាក់ចេញពីវាមិនខានបើអ្នកមិនស្រួលចិត្តចំពោះរឿងលុយកាក់ទេបើអ្នករកាំរកោសចិត្តនៅពេលនិយាយអំពីវាឬបើសិនជាលុយមិនអាចអង្គុយស្រួលនៅក្បែរអ្នកទេវាច្បាស់ណាស់ថាអ្នកនឹងចាក់ឆ្ងាយចេញពីវាមិនខានរបស់ដែលធ្វើឲ្យយើងខ្ពើមរអើមឬធ្វើឲ្យយើងរកាំរកោសចិត្តយើងតែងតែព្យាយាមជៀសវាងអំពីវាគំនិតសំខាន់ដើម្បីមានរបស់អ្វីមួយនៅក្នុងជីវិត
និងដើម្បីរក្សាវាឲ្យគង់វង្សអ្នកត្រូវតែមានអារម្មណ៍សុខស្រួលចិត្តពេលនៅក្បែរវាដូចគ្នាដើម្បីបង្កើតលុយនិងរក្សាលុយឲ្យគង់វង្សអ្នកត្រូវតែមានអារម្មណ៍ស្រួលចិត្តពេលនៅជិតវាបើអ្នកមានច្រើនពេកវានឹងអស់សម្រាប់អ្នកដទៃហើយទេឬយើងនៅតែមានជំនឿចាស់កំរិលនឹងឆ្កួតលីលាមួយនេះតើមានប្រមាណអ្នកនៅក្នុងចំណោមពួកយើងតែធំនឹងក្តីមកនៅក្នុងជំនឿថាបើខ្ញុំមានទ្រព្យសម្បត្តិច្រើនអ្នកដទៃនឹងជឿចាប់មិនខានព្រោះទ្រព្យសម្បត្តិនឹងហូរចូលមកក្នុងឃ្លាំងរបស់ខ្ញុំអស់បើសិនតែឃ្លោះជីរទេះប្រាស់ហោះចូលផ្ទះរបស់អ្នកហើយទម្លាក់ប្រាក់$1 លាននៅលើតុកាហ្វេរបស់អ្នកតើលុយ$1 លាននេះស្ថិតនៅក្នុងដៃរបស់អ្នករហូតឬអត់ទេលុះត្រាតែអ្នកចាក់សោវាជាប់ដាក់ក្រោមគ្រែរបស់អ្នកដោយមិនបាច់ចាយវាអ្វីសោះតើវាស្ថិតនៅក្នុងដៃរបស់អ្នកជារៀងរហូតប៉ុន្តែតាមពិតគឺមិនដូច្នេះឡើយអ្នកលក់ឡាននឹងបានលុយនេះមួយចំណែកនៅពេលអ្នកយកវាទៅទិញឡានអ្នកដឹកជញ្ជូននឹងបានវាមួយចំណែកភោជនីយដ្ឋានអ្នកលក់ផ្កាអ្នករត់តាក់ស៊ីនិងមនុស្សគ្រប់គ្នានៅជុំវិញខ្លួនអ្នកសុទ្ធតែទទួលបានមួយចំណែកនៃលុយ$1 លាននេះប៉ុន្តែផ្ទុយមកវិញយើងភាគច្រើនបានធំទាំងក្តីនៅក្នុងជំនឿថាភាពមានបានគឺមិនល្អទេព្រោះវាដូចជាការស្រូបទាញទ្រព្យសម្បត្តិរបស់អ្នកដទៃមកដាក់ក្នុងឃ្លាំងរបស់ខ្លួននេះគឺជាជំនឿល្ងងខ្លៅមែនទែនបើអ្នកប្រើជាស្តុកស្តម្ភវាមិនបណ្ដាលឲ្យនរណាម្នាក់ឈឺចាប់ឡើយផ្ទុយមកវិញវាបែរជាអាចជួយពួកគេទៅវិញទេ